ព្រះគម្ពីរប្រចាំថ្ងៃសាស្តាជំពូក9ខ1ដល់ខ18ខ1គ្រប់សេចក្តីទាំងនេះយើងបានពិចារណានៅក្នុងចិត្តដើម្បីឲ្យបានយល់ច្បាស់នោះឃើញថាមនុស្សសុចរិតនិងមនុស្សប្រាជ្ញព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មានសុទ្ធតែនៅក្នុងអំណាចព្រះហស្ថនៃព្រះទោះបើការនោះមកដោយសេចក្តីស្រឡាញ់ឬសេចក្តីសំអប់ក្តីនោះមនុស្សមិនយល់ទេប៉ុន្តែទាំងអស់ក៏ច្បាស់នៅចំពោះមុខគេខ2គ្រប់ទាំងអស់កើតដល់មនុស្សទាំងអស់ដូចគ្នាមានការតែមួយមុខកើតដល់ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតមនុស្សល្អមនុស្សស្អាតនិងមនុស្សដែលមិនស្អាតហើយមនុស្សដែលថ្វាយយ៉ាញ់បូជានិងមនុស្សដែលមិនថ្វាយផងគឺមនុស្សល្អយ៉ាងណាមនុស្សមានបាបក៏យ៉ាងនោះដែរហើយអ្នកណាដែលហ៊ានផ្ដាសាដល់ខ្លួនក៏ដូចជាអ្នកដែលខ្លាចពាក្យផ្ដាសាដែរខ3នេះជាការអាក្រក់មួយក្នុងអស់ទាំងការដែលកើតមកនៅក្រោមថ្ងៃគឺដែលមានសេចក្តីតែមួយដដែលកើតដល់មនុស្សទាំងអស់ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ហើយក៏មានសេចក្តីចំគួតក្នុងចិត្តអស់ពេលដែលរស់នៅក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់ខ4វត្តមានសេចក្តីសង្ឃឹមចំពោះអ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់នៅឡើយពីព្រោះថាសូម្បីតែឆ្កែរស់គង់វិសេសជាងសឹងស្លាប់ដែរខ5ត្បិតមនុស្សដែលរស់គេដឹងថាខ្លួននឹងស្លាប់ជាមិនខានតែមនុស្សស្លាប់ឥតដឹងអ្វីឡើយគេក៏គ្មានរង្វាន់អ្វីទៀតដែរពីព្រោះសេចក្តីនឹកចាំពីគេបានសូន្យបាត់ហើយខ6ទោះទាំងសេចក្តីស្រឡាញ់សេចក្តីសំអប់និងសេចក្តីឈ្នានីសរបស់គេក៏វិនាសសូន្យបាត់ជាយូរមកហើយគេក៏ឥតមានចំណែកណាក្នុងការអ្វីដែលធ្វើនៅក្រោមថ្ងៃជាដរាបតទៅមុខដែរខ7ដូច្នេះចូលទៅចោះឲ្យបរិភោគអាហាររបស់ខ្លួនឯងដោយអំណរហើយផឹកស្រាទំពាំងបាយជូររបស់ខ្លួនឯងដោយចិត្តរីករាយផងពិតព្រះទ្រង់បានទទួលការរបស់ឯងហើយខ8ចូលឲ្យសម្លៀកបំពាក់របស់ឯងបានសនៅជានិច្ចហើយកុំឲ្យខានមានប្រេងនៅលើក្បាលឯងដែរខ9ចូលរស់នៅដោយអំណរជាមួយនឹងប្រពន្ធជាទីស្រឡាញ់របស់ឯងដរាបពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍នេះដែលទ្រង់បានប្រទានមកឯងនៅក្រោមថ្ងៃចុះគឺគ្រប់មួយអាយុឥតប្រយោជន៍របស់ឯងបិទនោះហើយជាចំណែករបស់ឯងនៅក្នុងជីវិតនេះហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផងខ10ការអ្វីដែលដៃឯងអាចធ្វើបាននោះចូលធ្វើដោយអស់ពីកម្លាំងចោះត្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ជាកន្លែងដែលឯងត្រូវនៅនោះគ្មានការធ្វើគ្មានការគិតគូរគ្មានតម្រេះឬប្រាជ្ញាឡើយខ11យើងក៏វិលមកមើលនៅក្រោមថ្ងៃឃើញថាការរត់ប្រណាំងមិនសម្រេចនឹងមនុស្សដែលរត់លឿនការចំបាំងក៏មិនសម្រេចនឹងមនុស្សដែលមានកម្លាំងដែរឯនំប៉័ងមិនសម្រេចនឹងមនុស្សមានប្រាជ្ញាឬទ្រព្យសម្បត្តិនឹងមនុស្សមានយោបល់ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ
គ្រប់ទាំងអស់ស្រេចនៅពេលវេលានិងឱកាសវិញខ12ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរឧបមាដូចជាត្រីដែលជាប់នៅក្នុងសំណាញ់ដ៏អាក្រក់ហើយសត្វហើរជាប់ក្នុងអន្ទាក់គឺយ៉ាងនោះដែលមនុស្សជាតិត្រូវជាប់នៅក្នុងពេលវេលាដ៏អាក្រក់ក្នុងកាលមានគ្រោះកើតដល់ខ្លួនភ្លាមមួយរំពេចដែរខ13យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនោះទៀតនៅក្រោមថ្ងៃហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរខ14គឺមានទីក្រុងមួយតូចហើយមានមនុស្សតិចណាស់ផងរួចមានស្ដេចធំមួយមកទាស់ក៏ឡោមព័ទ្ធហើយសង់បន្ទាយយ៉ាងធំច្បាំងនឹងទីក្រុងនោះខ15រីឯនៅក្រុងនោះមានមនុស្សក្រម្នាក់ដែលមានប្រាជ្ញាអ្នកនោះក៏ជួយទីក្រុងឲ្យរួចដោយប្រាជ្ញារបស់ខ្លួនតែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះខ16នោះយើងបានថាប្រាជ្ញាវិសេសជាងកម្លាំងប៉ុន្តែគេតែងមើលងាយចំពោះប្រាជ្ញារបស់មនុស្សក្រវិញក៏មិនស្ដាប់តាមពាក្យរបស់អ្នកនោះដែរខ17កាលដែលស្ដាប់ពាក្យរបស់មនុស្សមានប្រាជ្ញានៅក្នុងទីស្ងាត់នោះវិសេសជាងសម្រែករបស់អ្នកណាដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើខ18ប្រាជ្ញាតែងវិសេសជាងគ្រឿងចម្បាំងតែមនុស្សមានបាបតែម្នាក់រមែងបំផ្លាញការល្អទៅជាច្រើនវិញ